iPhone หอบឆ្នាំមិនមានដែរដឹងថាម្ដុំហ្នឹងគឺគេហៅគេកន្លែងហ្នឹងគឺគេហៅថា Dynamic Island ចុចតឡើងសំឡេងថយសំឡេងណាវាលោតនៅនេះត្រូវអត់តែយើងអាចសេរីឲ្យវាលោតនៅលើនេះបានចូលក្នុង setting ហើយតបមក scroll រកពាក្យ sound and haptic នេះ change with button យើងចុចបើកកន្លែងហ្នឹងមកអញ្ចឹងដល់ពេលដែលយើងចុចបើកបិទសំឡេងអត់ថយសំឡេងគឺវាលើនេះហៀងទី2ជាទូទៅពេលដែលគេ call មកគឺ load full screen បែបនេះត្រូវអត់អញ្ចឹងបើសិនជាយើងចង់ឲ្យ load មកកណាត់នេះយើងចូលក្នុង setting តមក scroll មកក្រោមអស់រកពាក្យ app តមកយើងរក phone ហើយតមកយើងចូល incoming call ឡើងនេះដូរពី full screen មក banner វិញវាលោតមកកណាត់លើនេះហ៎ជាទូទៅនៅពេលដែល action button ពេលដែលបងចុចគឺសម្រាប់ silent ឬមួយក៏ ring ឯងប៉ុន្តែយើងអាចដូរ action នឹងបានចូលក្នុង setting តមកយើង scroll រកពាក្យ action button អញ្ចឹងអ្នកនរគ្នាអាចក្នុងគឺមានច្រើនមាន focus មាន camera មាន flash មានអីច្រើនអញ្ចឹងណាឥឡូវទៅហោខ្ញុំយកកាមេរ៉ាមួយអញ្ចឹងនេះអ្នកនរគ្នាចុចនេះមកហៅឲ្យជាប់មកវានឹងបើកកាមេរ៉ាមួយទៀតអ្នកនរគ្នាអាចលេង style នៅលើ Dynamic Island ហ្នឹងគឺបានទៀតអីទេអ្នកនរគ្នាចូលនៅក្នុង App Store ហើយតមកធ្វើការ download app មួយនេះឈ្មោះ iScreen នេះហើយតមកអ្នកនរគ្នាចូលនៅក្នុង setting search ពាក្យ iScreen ចុចលើ app ហ្នឹងមក live activity យើងចូលទៅបើកពីនេះអញ្ចឹងយើង back មកវិញតមកយើងចូលកម្មវិធី app មុនហ្នឹងអញ្ចឹងនៅក្នុងនោះគឺមានច្រើនមែនតើឥឡូវអ្នកនរគ្នាអាចយកជ្រើសយក Dynamic Island ហ្នឹងមួយមកនេះចូលឡើងហ្នឹងយើង start activity មកគេវា load លើហ្នឹងមកឲ្យមកអ្នកនរគ្នាមានដឹងអត់ថា Dynamic Island ហ្នឹងគឺធ្វើអីបានទៀតអាច comment ខាងក្រោមប្រាប់ខ្ញុំបាន